ចាជំរាបសួរបងប្អូនទាំងអស់គ្នាជាទីនឹករលឹកទៅដល់ប្រជាជនខ្មែរនៅក្នុងនិងក្រៅប្រទេសចាជាអ្នកដែលថ្វាយបង្គំព្រះអង្គព្រះយេស៊ូវគ្រីស្ទក៏ដូចជាអ្នកដែលមិនទាន់ជឿដែរចាថ្ងៃនេះព្រះបន្ទូលព្រះអង្គគឺនៅទំនុកដំកើង119មានពរហើយអស់អ្នកណាដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខគឺជាអ្នកដែលដើរតាមក្រឹតវិន័យរបស់ព្រះយេហូវ៉ាចាអញ្ចឹងមានបើឲ្យព្រះអង្គថាអ្នកណាដែលយកផ្លូវព្រះអង្គមកដើរតាមនឹងឲ្យមកធ្វើតាមមកប្រព្រឹត្តតាមបើកន្លែងខ្លះខ្វះចន្លោះអីអញ្ចឹងទៅគឺព្រះអង្គជួយដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជួយបំពេញយើងឲ្យយើងបានធ្វើឲ្យត្រូវបំណងផាតីរបស់ព្រះអង្គអញ្ចឹងណាហ្នឹងហើយព្រោះតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធយើងក៏បានដឹងដែរនៅគម្ពីរយូហានគឺជាអង្គជំនួយមួយអង្គសម្រាប់ជួយឲ្យយើងរស់នៅជីវិតផែនដីនេះដែលពេញដោយសេចក្តីលួងលោមអន្ទាក់លបងសេចក្តីលបួងគ្រប់យ៉ាងនេះគឺទ្រង់ជួយយើងហើយទ្រង់រាប់យើងជាគ្រប់លក្ខចាគឺទ្រង់រាប់យើងជាគ្រប់លក្ខចាពីព្រោះអត់មានមនុស្សណាម្នាក់មួយបានប្រព្រឹត្តទៅគ្រប់10សពគ្រប់នោះទេគឺព្រះអង្គនឹងជួយយើងហើយអញ្ចឹងមានពរហើយណាអស់អ្នកណាដែលផ្លូវប្រព្រឹត្តខ្លួនបានគ្រប់លក្ខនៅប្រណេតទ្រង់ចាអញ្ចឹងសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នាមានសេចក្តីសុខសាន្តអេមែនសូមជម្រាបលាសូមឲ្យមានថ្ងៃល្អ Goodbye See you next time